គុំលោកស្រីនិងកញ្ញាប្រិមិត្តដែលកំពុងតែគូបកងចង់ឲ្យកីឡាករណាបៀនិងកីឡាករអេអាមរីនពូថងបើសិនជាសងសឹកគ្រប់ត្រូវដែរទេហេតុផលទាំងនេះគូនេះតើអាចនឹងសងសឹកបានដែរអត់គេព្រមអត់បាទទី1ទី2បើសិនជាគូនេះជួបគ្នាមែនតើអេអាមរីនយើងអាចមានសង្ឃឹមឈ្នះណាបៀទេដោយសារការប្រកួតលោកមុនគឺណាបៀនិងអេអាមរីនយើងគឺបាទស្មើពិន្ទុប្រិមិត្តណាអញ្ចឹងពីចំណុចនេះប្រិមិត្តបាទមកសម្ដាប់អរគ្នាហើយយើងអាច comment តាមការគូនៅខាងក្រោមវីដេអូបានទី1គឺកំពុងតែផ្ទុះខ្លាំងពីការគូបកងកីឡាករអណាបៀបាទជាមួយនឹងកីឡាករអេអាមរីនពូថងរបស់យើងដែលកំពុងតែបាទចាប់គូតាមអនឡាញគ្នាយើងគឺ comment គឺមានការផុសគូនេះជួបគ្នាស័ក្តិសមណាស់អញ្ចឹងទៅអញ្ចឹងប្រិមិត្តដែលនិយមតាមដាននៅក្នុងបណ្ដាញសង្គមប្រកាសជាបានទស្សនានៃការប្រកួតកីឡាករអណាបៀដែលប្រកួតឈ្នះទៅលើកីឡាករសុផាឡែកហើយសុផាឡែកនេះគឺប្រកួតឈ្នះប្រិមិត្តណាកីឡាកររដ្ឋាំងជីបមុនប្រិមិត្តបាទដោយសារតែលោកអញ្ញាកដាបានបញ្ឈប់នៃការប្រកួតគឺមួយកែងចូលបាទបាទគឺហូរជ័រក្រហមប្រិមិត្តណាកាន់ដូចជាបាទចប់ទឹកស្រួលប្រិមិត្តក៏ប៉ុន្តែគឺបាទរដ្ឋាំងគឺចាញ់កីឡាករសុផាឡែកអញ្ចឹងគឺពេលនេះគឺសុផាឡែកនេះក៏បានប៉ះជាមួយណាបៀនេះបាទគឺលុតមួយទំហឹងតែម្ដងដែលណាបៀបាទយកឈ្នះទៅលើកីឡាករអសុផាឡែកដាក់ធ្វើឲ្យមហាជន fan គុនខ្មែរទទួចចង់ឲ្យគូនេះជួបគ្នាអញ្ចឹងបើតាមឲ្យមានគិតគូនេះមិនយើងមិនបាច់សម័យថាចង់ជួបគ្នាបាទមិនអាចនោះទេបងប្អូនធម្មតាកីឡាករដែលចូលសង្វៀនវ័នដូចជាម្ចាស់ខ្សែក្បាត់បាននៅវ័ននេះមិនបាច់គុំសង្ឃឹមទៅវិញយើងហៅគេមកក៏យើងមិនបានតម្លៃខ្លួនក៏កប់បបោកដែរមិនមែនលំទេហើយមួយមួយទៀតគឺពេលមិនដឹងបាទលំដាប់ចូលវ័នហើយមិនងាយលោកឆាត្រីស៊ីចធំមិនងាយប្រឡែងឲ្យមកប្រកួតតាមតែយើងចង់បានឬក៏កម្មវិធីយើងធំណាស់ដែលអាចយកមកបានក៏ចំណាយតែប្រាក់ក៏មិនមែនលំដែរហើយក៏មិនប្រកាសថាយកមកបានដែរប្រិមិត្តបាទចំណុចដែលធំដែលយើងគិតថាគូនេះសងសឹកបានអត់គឺសងសឹកមិនអាចសងសឹកបានទេគូនេះមិនអាចតទៅសោះប្រិមិត្តដោយសារតែណាប៊ីគឺទៅឆ្ងាយហើយទៅឆ្ងាយមែនទេអញ្ចឹងយើងមិនបាច់សង្ឃឹមទេបាទហើយយើងក៏មិនអាចចង់សងសឹកអីដែរមិនងាយទេបងប្អូនមិនងាយទេបាទគឺនិយាយមួយម៉ាត់គឺមិនងាយគេមិនអាចហៅគុំខ្មែរយើងទៅឡើងនៅប្រកួតនៅសង្វៀនគេធំដែលលំដាប់លោកដែលគេមើលគេប្រម៉ូទមុនយើងគេនាំយើងទៅដូចគេប្រម៉ូទគុំខ្មែរយើងអញ្ចឹងហើយគេយកទៅអីបាទគេមិនយកយើងទៅមិនងាយទេអញ្ចឹងគឺយ៉ាងណាថាមិនងាយបាទមិនងាយបើសិនជាងាយគឺវាភិកតិចណាបងវាតិចណាបាទបើឡើងប្រកួតនៅវ័នបានគឺភិកតិចមែនទេបងប្អូនបាទអូបាទបើពីមុនដល់ fan គុំខ្មែរយើង fan មួយថែមមិនទាន់បាទ comment ដាក់គ្នាទៅវិញទៅមកអាចจะមានសង្ឃឹមតែឥឡូវគឺមិនអាចទេយើងមិនសម័យទេហើយសូមនិយាយមួយទៀតបើសិនជាណាបៀប៉ះជាមួយអេអាមរីនគូនេះថាតើល្មមលេងដែរទេអញ្ចឹងគូនេះបើមើលតាមការប្រកួតគឺសន្ទុះណាបៀនិងអេអាមរីនយើងសពថ្ងៃនេះគឺបើតាមមើលការវឹកហាត់ខ្ញុំមិនបានទៅដល់ក្លឹបរបស់ការហាត់របស់កីឡាករគុំខ្មែរទេតែយើងមើលទៅការតម្រង់វាយរបស់ណាបៀគឺមានសន្ទុះបាទគុណ2គុណ3សន្ទុះគឺលឿនអាវុធក៏ធ្ងន់បាទគឺវាយសង្ខប់ទៅលើកីឡាករសុផាឡែកមួយទំហឹងបាទល្បឿនក៏លឿនទៀតមិនមែនលំទេប្រិមិត្តទេសុផាឡែកឈ្នះរត់ថាំងម្ដងដែរប្រិមិត្តបាទអញ្ចឹងគឺណាបៀឈ្នះគឺទឹកភ្នែកបាទយំលើកទី1ដែលគេធ្វើបានប្រិមិត្តខ្សែក្បាត់លើកទី1បាទបាននៅវ័នគឺតាបៀសប្បាយចិត្តហើយការជោគជ័យមួយដែលគាត់រំភើបខ្លាំងមែនតើហើយប្រាក់រង្វាន់ដែលមានមិនដឹងថាបានប្រហែលបងប្អូននឹងអាច comment នៅខាងក្រោមវីដេអូបានហើយគូនេះបើសិនជាជួបគ្នានោះថាតើអាចទៅដំសងទេបើតាមមើលគឺយើងលំបាកជាងគេបន្តិចដោយសារតែគេមើលទៅគេបាទគេហាត់ការហាត់ខ្ញុំមិនដឹងថាគេហាត់យ៉ាងម៉េចក៏ប៉ុន្តែទម្រង់វាមើលទៅគឺគេលះហាស់មែនតើខ្ញុំមើលថាបាទលះហាស់មែនតើហើយអាមរៀនយើងការប្រកួតអាចថាមករយៈពេលចុងក្រោយនេះក៏ល្អដែរខ្ញុំមើលណាបាទក៏ល្អដែរអញ្ចឹងបើ fan គាត់ទទួលចង់ឲ្យជួបដោយសារតែគូគាត់ធ្លាប់ស្មើគ្នាអញ្ចឹងទៅអញ្ចឹងបើតាមមើលការវាយនេះបើយើងអាចថាតដងសងគ្នាអត់គឺលំបាកហ្នឹងបាទគេយ៉ាងទៅមុនយើងបន្តិចបងប្អូនសារតែខាងគេមើលទៅគឺលះហើយអាវុធមិនមែនលំទេបងប្អូនអាវុធណាប៊ីលឿនមែនតើវាមិនលឿនធ្ងន់ទៀតបាទអញ្ចឹងយើងដោយសារតែយើងធ្លាប់ស្មើគ្នាម្ដងយើងចេះតែបាទគូបកងទៅតែបើជួបគ្នាទៀតក៏ពិបាកទុកណាប៊ីដែរអាមរៀនយើងមិនពិបាកទុកបាទពិបាកទុកឥឡូវយើងសង្កេតមើលការប្រកួតអេអាមរីនយើងមើលមកប្រកួតពីប្រកួតចុងក្រោយទៅមកថាសន្ទុះការវាយទៅលើសង្គប់កីឡាករនោះមានទម្រង់មិនដែរយើងចាំមើលទៅបើតាមល្បឿនគេវាមកទៅលឿនហ្នឹងបងលឿនអានេះយើងនិយាយជាក់ស្ដែងបងប្អូនលឿនមែន